ផ្លូវនៃការត្រាស់ដឹងឬផ្លូវសម្រេចទៅរកព្រះនិព្វានមាន8ប្រការ1សមាទិដ្ឋិគឺការយល់ត្រូវការដឹងក្នុងអរិយសច្ចៈ4គឺការដឹងថាអ្វីជាទុក្ខការដឹងនៅមូលអ្វីដែលជាហេតុដែលនាំឲ្យកើតនៅសេចក្តីទុក្ខការដឹងវិធីរំលត់ទុក្ខនិងការដឹងនៅការប្រព្រឹត្តតាមវិធីរំលត់ទុក្ខទី2សមាសង្កប្បៈគឺការត្រេះរិះត្រូវគឺការពិចារណាក្នុងការចេញចាកកាមការពិចារណាក្នុងការមិនព្យាបាទឬបៀតបៀនមនុស្សដទៃសត្វដទៃរួមទាំងខ្លួនឯងនិងបរិស្ថានដែលខ្លួនឯងនិងមនុស្សសត្វរស់នៅទី3សមាវាចាគឺការពោលពាក្យសម្ដីនិយាយល្អត្រឹមត្រូវគួរស្ដាប់និងគួរត្រូវកាលៈទេសៈគឺចេតនាវិចារការនិយាយកុហកការនិយាយយុះញងគេការនិយាយត្រគោះឬការនិយាយរយរាយឥតប្រយោជន៍ទី4សមាកម្មន្តៈគឺការធ្វើនៅសកម្មភាពឬការងារត្រឹមត្រូវតាមក្បួនខ្នាតឬនីតិវិធីគឺចេតនាវាចាការសម្លាប់សត្វការលួចទ្រព្យអ្នកដទៃនិងការប្រព្រឹត្តធម៌ដែលមិនប្រសើរទាំងពួងទី5សមាអាជីវៈគឺការប្រកបរបររកស៊ីចិញ្ចឹមជីវិតត្រឹមត្រូវស្របច្បាប់ជាតិនិងច្បាប់អន្តរជាតិឬការលះបង់នៅការចិញ្ចឹមជីវិតខុសដូចជាចំនួន5ប្រការដូចជាជួញគ្រឿងស្រវឹងជួញគ្រឿងញៀនជួញមនុស្សជួញសត្វជួញសត្រាវុធនានាលៈនិងត្រូវប្រកបរបរចិញ្ចឹមជីវិតត្រូវតាមក្បួនរដ្ឋនិងច្បាប់សាសនាទី6សមាវាយាមៈគឺការព្យាយាមត្រូវគឺព្យាយាមញ៉ាំងឆន្ទៈឲ្យកើតឡើងប្រឹងប្រែងប្ររពផ្ចង់ចិត្តទុកតាំងព្យាយាមមមដើម្បីញ៉ាំងពួកអកុសលធម៌ដល់លាមកដែលមិនតាន់កើតកុំឲ្យកើតឡើងបានញ៉ាំងឆន្ទៈលះបង់នៅពួកអកុសលធម៌ដែលកើតឡើងហើយឲ្យតាំងកុំឲ្យភ្លេចភ្លាំងទៅវិញឲ្យចម្រើនទូលំទូលាយពេញបរិបូរណ៍ទី7សមាសតិគឺការរលឹកទៅពិចារណារឿយៗនៅសតិប្បដ្ឋាន4គឺការពិចារណានៅកាយក្នុងកាយព្យាយាមក្នុងគ្រឿងដុតកម្ដៅកិលេសមានការដឹងខ្លួនកំចាត់បងនៅអភិជ្ជានិងទោមនស្សក្នុងលោកចេញពិចារណារឿយៗនៅវេទនាក្នុងវេទនានៅចិត្តក្នុងចិត្តនៅធម៌ក្នុងធម៌ទាំងឡាយសមាធិគឺការតាំងចិត្តមាំត្រូវឬស្ងាត់ចាកអកុសលធម៌ទាំងឡាយបានដល់នៅឈានទាំងឡាយមានបឋមឈានជាដើមបុគ្គលដែលមិនប្រមាទហើយនៅក្នុងធម្មវិន័យដើរតាមផ្លូវប្រកបដោយអង្គ8ប្រការដ៏ប្រសើរបុគ្គលនោះអាចលះបង់កំណើតជាតិសង្សារៈនឹងបានសម្រេចព្រះនិព្វានដែលជាទីបំផុតនៃកងទុក្ខទាំងឡាយទន្ទឹមនឹងនោះអ្នកទាំងឡាយត្រូវគិតដល់អរិយសច្ចៈទាំង4សេចក្តីទុក្ខមានពិតទី1ទី2សេចក្តីទុក្ខកើតមកពីតណ្ហាទី3សេចក្តីទុក្ខរលត់កាលណាតណ្ហារលត់ការរួចអំពីទុក្ខទី4ការរួចអំពីទុក្ខអាចធ្វើបានដោយការបដិបត្តិអប់រំតាមអដ្ឋាង្គិកមៈ8ប្រការ